មនុស្សភាគច្រើនមកលេងសៀមរាបតែងតែប្រញាប់ទៅលេងអង្គរវត្តមុនគេព្រោះវាជាប្រាសាទល្បីបំផុតនៅប្រទេសកម្ពុជាហើយក៏ជានិមិត្តរូបនៅលើទង់ជាតិរបស់យើងផងដែរប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានប្រាសាទតូចមួយដែលមិនធំមិនល្បីដូចអង្គរវត្តហើយសូម្បីតែភ្ញៀវទេសចរជាច្រើនក៏ដើររំលងវាដែរទោះជាយ៉ាងណាអ្នកស្រាវជ្រាវនិងអ្នកជំនាញសិល្បៈខ្មែរជាច្រើនបែរជាចាត់ទុកប្រាសាទនេះជាត្បូងពេជ្រនៃសិល្បៈខ្មែរហើយប្រាសាទនោះគឺប្រាសាទបន្ទាយស្រីដំបូងខ្ញុំគិតថាប្រហែលដូចប្រាសាទផ្សេងទៀតតែពេលទៅដល់ខ្ញុំដឹងភ្លាមថាវាពិតជាខុសគ្នាវាមិនធំទេតែគ្រប់ជញ្ជាំងគ្រប់សសរនិងគ្រប់ចម្លាក់នៅទីនេះគឺលម្អិតខ្លាំងបំផុតប្រាសាទបន្ទាយស្រីមានឈ្មោះដើមថាត្រីភូវណៈមហេស្វរៈដែលមានន័យថាជាម្ចាស់នៃលោកទាំង3ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី10ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី2នៅឆ្នាំ967នៃគ្រិស្តសករាជនិងបន្តនៅសម័យព្រះបាទជ័យវរ្ម័នទី5តែអ្វីដែលប្លែកគឺវាមិនមែនជាប្រាសាទដែលសាងសង់ដោយព្រះមហាក្សត្រផ្ទាល់ទេអ្នកដែលសាងសង់វាគឺព្រាហ្មណ៍ម្នាក់មានឈ្មោះថាយ៉ាងញវរហាគាត់ជាអ្នកប្រាជ្ញនិងជាគ្រូរបស់ព្រះរាជាគេនិយាយថាគាត់មានចំណេះដឹងខ្ពង់ខ្ពស់ទាំងផ្នែកសាសនាវិទ្យាសាស្ត្រនិងអក្សរសាស្ត្រហើយប្រាសាទនេះត្រូវបានឧទ្ទិសដល់ព្រះសិវៈក្នុងសាសនាហិណ្ឌូពេលដែលដើរមើលចម្លាក់នៅទីនេះអ្នកនឹងឃើញរឿងរ៉ាវជាច្រើនពីទេវកថាហិណ្ឌូមានរឿងសង្គ្រាមរបស់ទេវតាមានរូបព្រះសិវៈមានរូបព្រះវិស្ណុនិងឈុតឆាកពីរឿងរាមាយណៈថ្មនៅទីនេះជាថ្មភក់ក្រហមផ្កាឈូកសិល្បករខ្មែរបុរាណឆ្លាក់លម្អិតបានយ៉ាងល្អអស្ចារ្យសូម្បីតែគ្រឿងអលង្ការលើចម្លាក់តូចៗក៏អាចមើលឃើញច្បាស់ល្អដែរហើយមានមនុស្សជាច្រើនឆ្ងល់ថាមនុស្សសម័យមុនដែលគ្មានម៉ាស៊ីនទំនើបគ្មានបច្ចេកវិទ្យាតើពួកគេអាចធ្វើរឿងនេះបានដោយរបៀបណាឈ្មោះបន្ទាយស្រីក៏មានរឿងគួរឲ្យចាប់អារម្មណ៍ដែរអ្នកខ្លះនិយាយថាពាក្យនេះមានន័យថាបន្ទាយរបស់ស្ត្រីឬបន្ទាយនារីព្រោះចម្លាក់នៅទីនេះល្អិតតូចស្រស់ស្អាតនិងទន់ភ្លន់ខ្លាំងរហូតដល់មនុស្សជំនាន់ក្រោយប្រៀបធៀបវាដូចជាស្នាដៃរបស់ស្ត្រីហើយពេលពន្លឺថ្ងៃប៉ះលើថ្មក្រហមទាំងនេះប្រាសាទទាំងមូលដូចជាកំពុងផ្លាស់ពណ៌ពេលព្រឹកវាមានពណ៌ផ្កាឈូកស្រទន់ពេលល្ងាចវាប្រែទៅជាពណ៌ក្រហមជ្រៅដែលមើលទៅស្អាតខ្លាំងណាស់ខ្ញុំចូលចិត្តអារម្មណ៍នៅទីនេះណាស់វាស្ងប់មានតែសំឡេងខ្យល់និងសំឡេងមនុស្សនិយាយតិចៗហើយពេលឈរមើលប្រាសាទដែលមានអាយុជាង1000ឆ្នាំនេះខ្ញុំមានអារម្មណ៍ថាមនុស្សសម័យមុនពិតជាអស្ចារ្យខ្លាំងណាស់ពេលដែលខ្ញុំដើរចេញពីប្រាសាទបន្ទាយស្រីខ្ញុំមានអារម្មណ៍មួយដែលពិបាកពណ៌នាវាមិនមែនអារម្មណ៍ថាខ្ញុំទើបតែទៅមើលប្រាសាទបុរាណមួយទេតែដូចជាខ្ញុំទើបតែបានប៉ះអតីតកាលមួយដែលនៅរស់រហូតមកដល់សប្តាហ៍ថ្ងៃនេះជាង1000ឆ្នាំមុនបុព្វបុរសយើងបានបន្សល់ទុកអ្វីមួយដែលមិនមែនត្រឹមតែជាថ្មតែជាសិល្បៈជាចំណេះដឹងនិងព្រលឹងនៃអរិយធម៌ខ្មែរប្រហែលនឹងហើយដែលធ្វើឲ្យប្រាសាទបន្ទាយស្រីនៅតែជាកន្លែងដែលមនុស្សជាច្រើនចង់មកមើលដោយផ្ទាល់ភ្នែកយ៉ាងហោចណាស់ម្ដងក្នុងជីវិតចឹងប្រសិនបើថ្ងៃណាមួយអ្នកបានមកដល់សៀមរាបកុំមើលរំលងប្រាសាទតូចមួយនេះព្រោះនៅក្រោយថ្មពណ៌ក្រហមនិងចម្លាក់តូចៗទាំងនោះមានរឿងរ៉ាវជាង1000ឆ្នាំកំពុងរង់ចាំយើងវីដេអូបន្ទាប់ខ្ញុំនឹងនាំអ្នកទៅកាន់ប្រាសាទមួយទៀតដែលភ្ញៀវទេសចរជាច្រើនដើររំលងប៉ុន្តែមានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមិនចាញ់បន្ទាយស្រីឡើយ